បើបង្កមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបាទបរោះម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមបន្ទាប់ពីគាត់ទៅជិះម៉ូតូMark Cubic បុកជាមួយនឹងរថយន្តមួយគ្រឿង Mark GAC បាទដែលបំពាក់ស្លាកលេខởភ្នំពេញ PCS 4900 បាទរថយន្តសេរីទំនើបពណ៌សមួយគ្រឿងនេះគឺបើកបរតាមមកដោយផ្លូវជាតិលេខ1បាទនៅត្រង់ចំណុចនៅខាងមុខជាមួយនឹងការ៉ាសាំងការតិចបាទតំណងរថយន្តខាងលើគឺគាត់បំរុងនឹងបត់ចូលការ៉ាសាំងបាទការ៉ាសាំងការតិចហ្នឹងហើយស្រាប់តែរថយន្តមកពីក្រោយបាទក៏បុកត្រូវជាមួយនឹងជើងកង់ផ្នែកខាងមុខចំហៀងខាងស្ដាំនៃរថយន្តបណ្ដាលឲ្យម៉ូតូរបស់គាត់គឺដួលអស់ទៅបុកទប់ជាមួយនឹងខឿននៃការ៉ាសាំងនេះតែម្ដងបាទប្រិមត្តជនក្រោយពីកើតហេតុបរិះខាងលើនេះគឺរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់យកគាត់ទៅសង្គ្រោះភ្លាមនៅឯមន្ទីរពេទ្យបាត់ទៅហើយបាទហើយយើងក៏លេខមកមើលរថយន្តសេរីទំនើប Mark GAC ខាងលើដែលបំពាក់ស្លាកលេខởភ្នំពេញ PCS 4900បាទពណ៌សបាទចំណុចនៃការបុករបស់ម៉ូតូMark Yamaha Cubic ខាងលើនេះអស់ទៅបាទប្រិមត្តជនអស់ទៅបាទម៉ូតូខាងលើនេះគឺ Yamaha Cubic ពណ៌ក្រហមដែលវាស្លាកលេខភ្នំពេញបាទ 1IT 82និង9គុតបាទ 1IT 82និង9គុតបាទម៉ូតូខាងលើនេះបាទប្រិមត្តជននេះបន្ទាប់ពីគាត់ប៉ះរថយន្តហើយក៏ម៉ូតូខាងលើនឹងជ្រុលចង្កូនមកបុកទៅខឿនខាងនេះបាទបណ្ដាលឲ្យបងប្រុសខាងលើនឹងគឺរងរបួសធ្ងន់ខ្លាំងមែនទែនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបាត់ហើយបាទហើយជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1នៅត្រង់ចំណុចការ៉ាសាំងកាលតិចស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី1ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបាទគុណច្រើនមិត្តដែលតាមដាននៃការផ្សាយផ្ទាល់ពីខ្ញុំបាទគណៈទីនេះខ្ញុំបាទសូមអរគុណបាទនិងសូមគោរពលាផងដែរបាទ